Terus saiល្អនៅក្នុងវគ្គ verse part មាន chord G chord A major C sharp E A D G A B minor D F sharp B Okay នេះគឺជាតែយើងលេងបណ្ដុំគ្នាមិនតាណាឆ្ងាយឧទាហរណ៍តាឆ្ងាយគឺអញ្ចឹង D យើងលេងមក G B D នេះគឺឆ្ងាយតែវាចិត្តជាមួយនឹង chord A major ដល់ហើយយើងបកមក D វិញវាឆ្ងាយឬក៏យើងបកមកអញ្ចឹងវាចិត្តប៉ុន្តែដើម្បីឲ្យចិត្តតែម្ដងគឺ chord G យើង move D down to ទីនេះវិញហើយ A chord យើង back B to A ហើយពីម្រាមនេះគឺយើងលេង C sharp E ដល់ពេលយើងបកមក D major វិញដែល major យើងនៅពីលើ chord នៅពីលើ key D ស្រាប់ដែលកណ្ដាលនៅស្រាប់ដែលកូនគឺយើងនៅលើ A ស្រាប់នេះគឺជាបឋមនៅក្នុង verse part ទ្រង់សែនល្អ so យើងលេងនៅរកចំនួន bit យើងកំតច្រៀងណា1 2 3 4 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 1
4 1 2 3 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 4
3 4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 អូខេនេះគឺជាការហាត់លេងបឋមចឹងដល់ពេលយើងច្បាស់ទីតាំងច្បាស់key ឈ្មោះអីហើយចាំយើងលេងលឿនជាងមុនដូចឧទាហរណ៍ថាមិនលឿនជាងមុនទេគឺល្បឿនដដែលទេគាត់យើងបដូរពី rhythm whole note មក quarter note វិញដូចជាឯងអូខេ see you later